ពេលខ្លះខ្ញុំមានអារម្មណ៍ថាតើពេលនេះខ្ញុំកំពុងគិតខុសឬត្រូវដែលបោះបង់ការងារហើយមកចាប់ផ្ដើមដើរតាមក្តីសម័យម៉ាក់ឲ្យកូនសុំទោសដែលកូនមិនបានស្ដាប់តាមម៉ាក់ម៉េងលេងគេនឹងសុំលេងបានពេញមានលេខអីណាសុំតើលោកមិញគ្មានបំណងឯងដោយសារឡានចេញទៅហ្នឹងឯងកន្លែងខ្ញុំត្រូវអង្គុយនៅហ្នឹងអង្គុយចិត្តគ្នា តាំងពីកើតមកមិនដែលឃើញប្រុសណារឹកធំដូចប្រុសម្នាក់នេះទេនេះខិតឲ្យដល់អញ្ចាំងនឹងខិតឲ្យណានៅមើលសំណាងហើយនេះខ្ញុំជាមនុស្សចេះប្រកាន់ច្រើននាំតែខូចអារម្មណ៍ធ្វើបាបគាត់នឹងម្ដងសិនអើយជីវិតខ្ញុំហេតុអីទៅដល់ណាមានតែមាសតាមជ្រៃចឹងអូលោកចង់ដំណំនឹងដែរហ៎ចៃដល់ដល់ហើយ ចាប់ដល់ហើយបុកមនុស្សទាំងរស់ខ្ញុំចេះសុំទោសសុំអីសោះស្អាតតែរូបតែជីវធម៌សូន្យហ្មងម៉ូតូអូតូ មកនេះម៉ូតូឆាប់នេះហើយ អូជួយខ្ញុំទៅខាងមុខតិចទៅពុកមកក្រាស្អី អូខ្ញុំជួយខ្ញុំទៅហាមកវិញដោយសារខ្ញុំហើយពុក អត់ទេខ្ញុំហៅមុនតើ ខ្ញុំឃើញពើមិន ឥឡូវទៅភូមិមួយគ្នាទៅ ចា ភូមិគ្នាទៅជាមួយគ្នាទៅហ្មងគួរដប់ទៅហ្មង អត់ មិនចឹងអត់ទៅគួរទៅណាគួរបញ្ញាប់ដប់វាទៀតអត់ទេ គ្មានកន្លែងណាដែលកក់ក្ដៅហើយស្ងប់សុខជាងផ្ទះយើងទេទីបំផុតខ្ញុំមកដល់ទីនេះហើយសាក់ទីបំផុតឯងមានក្តីសុខហើយទីនេះពិតជាស័ក្តិសមជាមួយនឹងឯងបំផុតម៉ាឈឺណាស់ នេះហេឯងគិតមកផ្ទះម៉ែនេះឯងគិតមកដើរតាមក្តីសម័យដូចរឿងប្រឡោមលោកហ្នឹងមែន បធរឯម៉ាក់ដោយរឿងប្រឡំលោកណាទៀតហើយក្តីសម័យដែលជោគជ័យជាមួយនឹងវិស័យកសិកម្ម ណែម៉ាក់ប្រាប់ឲ្យហើយម៉ាក់អត់ស្វាគមន៍ឯងដែលឯងចង់បោះបង់ការងារក្នុងពេញមកនៅទីនេះ ម៉ាមកស្ដាប់កូនមើលម៉ា ម៉ាក់មិនចង់ឲ្យឯងទៅធ្វើស្រែចម្ការហាលភ្លៀងហាលថ្ងៃពិបាកដូចម៉ាក់ការងារស៊ូនឹងមិនសិនលជាមិនព្រមធ្វើទេខំរៀនអស់លុយមកកណ្ដោ ម៉ាក់ដឹងស្រាប់ឯតាថាកូនស្រឡាញ់ការដាំដុះធ្វើចម្ការហើយកូនខំរៀនច្រើនបានរាល់ថ្ងៃនេះគឺកូនសម្លឹងមើលឃើញពីសក្តានុពលនៃកសិកម្មស្រុកយើងណា អើយម៉ាក់មិនជឿឯងទេសាក់ឯងម្នាក់ឯងទៅធ្វើស្អីបានណែគាត់សាក់កុំគិតដល់តាមក្តីសម័យនឹងពេកឆាប់ទៅភ្នំពេញវិញទៅមិនបាច់ចេះគិតច្រើនទេនៅទីនេះមានគេចេះគិតហើយ ម៉ាការងារទាំងអស់ហ្នឹងចាំបាច់ឲ្យគេគិតឲ្យយើងតែអីគ្រប់យ៉ាងគឺចាប់ផ្ដើមដោយខ្លួនឯង ណែយ៉ាងណាក៏ម៉ាក់មិនព្រមដែរឯងក៏មិនចង់បោះបង់ការងារនៅភ្នំពេញមកទីនេះឆាប់ទៅភ្នំពេញវិញទៅល្ងាចហ្នឹងម៉ាក់ត្រូវទៅបន់នៅវត្តហើយឯងទៅភ្នំពេញវិញហើយចង់ទៅណាក៏ទៅម៉ាក់មិនខ្វល់ទេមនុស្សអីនិយាយមិនចេះស្ដាប់គ្នាអញ្ចឹងណា ម៉ាគាត់ដាច់ចិត្តជាមួយកូនប្រុសម្នាក់នេះម៉េចឥឡូវល្ងាចហ្នឹងម៉ាក់មានម្ហូបអីឆ្ងាញ់ៗឲ្យកូនញ៉ាំ នេះ
ដោះស្រាយខ្លួនឯងឯងម៉ាក់មិនដឹងឯងម៉ាក់ទៅឯង Ôi má Mau chơi, chạy chui Hộp trà một phong vậy Trà con dây trà đấy nè Đại ban ở bài một pê hay một hộp chở một tiền Mạ trái mình cua na Con mà thua bạn nhầm trong sóc កុំគិតច្រើនណាចៅនេះចៅចង់នៅហូបបាយជាមួយយាយប៉ុន្មានយប់ប៉ុន្មានថ្ងៃក៏បានដែរព្រោះអីថាម្ដាយចៅនឹងយាយដូចជាបងប្អូននឹងកើតនឹងគ្នាអញ្ចឹងបន្តិចទៀតណានាងផាគេបាត់ខឹងហើយថ្ងៃនេះយាយធ្វើម្ហូបច្រើនមុខណាស់ព្រោះអីថាចៅរបស់យាយគេមកលេងផ្ទះផងបានចៅមកលេងផ្ទះអញ្ចឹងណាអើយយាយមិនដឹងគេហូបបាយឆ្ងាញ់យ៉ាងណានោះទេ Bật mẹ này gì Chô Chào giấy mau lênประมาณថ្ងៃដែរ อ๋อหรือថាគេមកផែកគេមកអាទិត្យគេមកស្អីអាវិសបកាស្អីគេនោះចៅឆាប់ញ៉ាំបាយទៅកុំសួរច្រើនពេកព្រោះអីថាចៅកំពុងឃ្លានផង Bạn gì chân trai ở cua xóm ấy nè ចាម្នេះចៅឆាប់មកហូបបាយមកចៅហើយអញក៏មួយទឹកអីយូរមិនហ៎ហូបទៅកុំក្រែងចិត្តអី Bạn gì អឺមក Dùng Niếng គឺអាគាត់ណាអេណែនេះចៅទាំងពីរអ្នកស្គាល់គ្នាមែននេះបានហៅថាគូព្រេងឲ្យច្បាស់កន្លែងតែម្ដងអូយសប្បាយចិត្តណាស់លោកអើយណែឆាប់ហូបបាយទៅមកហូបតិចអស់ហើយយាយខំធ្វើស្នាដៃយាយមកឆាប់ហូបទៅ Má Má sắp con vợ Má Con bó mà chúc hứng con mà Tam bị đam lấy con thua tam mà là hột Tại mà đong đi con xuân thua tam bị đông hồn anh ba nó អើយតាមបេះដូងបេះថ្នោតស្អីទេម៉ាក់អំប្រមឯងម៉ាក់នេះមិនចង់ឲ្យកូននឹងវាហត់ស្ដាប់តាមម៉ាក់ធ្វើការនៅទីក្រុងសាច់ឈាមស្រស់ថ្លាសង្ហាអញ្ចឹងឲ្យបានវាត្រូវ Má nơi tầm dối con giấy tiết Nơi tí krong mình xuất ở srot xã đây mạc cơ tên nè Mà Ôi con năm từ năm tam mạc tên nè Mạc tốc đây chào tờ ấy Tốc cho có ập phải giáo đây Pro con prom nè nè trong năm từ năm to kê đầm này vì mạc nè Đầm bây ai áp thì vót đi chùm đàn tầm mục tiền តែម៉ាក់ហ្នឹងខ្លាចកូនធ្វើមិនបាននិយាយវាស្រួលតែធ្វើនឹងវាពិបាក Cho bỏng mạc mình oi con xa Mịch con đâng សាកទៅតែបើធ្វើមិនកើតទៅក្នុងពេញវិញណា Bật mê đây mạ Ôi ở con mạ nè ណែកុំតន់អាសបាយចិត្តអីអារឿងនិយាយដើមទុនស្អីជាមួយម៉ាក់ហ្នឹងម៉ាក់មិនដឹងទេដើមតំណាំស្អីឯងដើមទុននេះក៏ច្រើនមិនម៉េច Mạ con mà rắm ấy Rương nâng á Chăm con chỉ đã đo sài À lớn mạ pro mà Nơi lai tờ rương đam tôn mùi tiết ấy Bà sân chỉ miên tâm và tham tiết Cứ bảo con chỉ tơ một lô này Mình trơ mà côi bạ chất chân thế Xong tao lộn nhông chụp bốc chơi ấy mà nhông Ọt ấy Lộn nhông mẹ rõm tha bùi dân tặng pin nè Min thì say này kia đó lấy đôi dây còn thế chắc á Mình nị dây mình tọp nó cặp bông lôi chê nhông không chất mày Đây nà thà Vậy lên ta Lộn nhông ca tha bùi dân rộp ăn kia tới tụ bay nhông chưa mình đừng dậy tràn tiếc man ta nhông chưa mình được để cho chất rộp ăn Các tạc khôn anh giấy tràn một tích tiết Chúng tham niếng giấy tràn hơi Cho chất mòn khang kia tiết
nhom cho chặt mình trăng lại lô cái này ôi bụi dâu rập ăn thơm một kia tới nó mà đã xa tại lô sừng ha tự nhiên trăng rập ăn lô cái này ôi tơ chụp lẽ tơ nhom đang hưởng lô ở hay tăng pi đường mạ bỏ lô đinh lô tranh bị te mở kênh te dây nhom hay hưởng mùi tia ra tầng ó nứng hay mua là hai đó cứ đã xa tại lô trắng đam đầm nám thò một chiếc đơn tin mình này ខ្ញុំសូមសរសើរនាងមនុស្សនាងចូលចិត្តនិយាយច្រើនហើយកាយចង់ដឹងរឿងគេទៀត ហើយខ្ញុំមានជំនាញមួយទៀតរបស់ខ្ញុំគឺចូលចិត្តឈឺឆ្អាលរឿងគេតែទៅឈឺឆ្អាលមិនក៏ដោយក៏ខ្ញុំមិនដែលមើលមនុស្សតែសបកក្រៅដែរដូចលោកអញ្ចឹងណាពេលខ្លះខ្ញុំឃើញលោកមុខកញ្ចប់មុខមិនសូវរីកអញ្ចឹងមែនប៉ុន្តែខ្ញុំគិតថាលោកក៏អាចនឹងមានរឿងប៉ះពាល់ផ្លូវអារម្មណ៍ដែរយើងជាអ្នកខាងក្រៅយើងមើលគេមិនដឹងទេឃើញគេមុខស្អុយស្អុយអញ្ចឹងណាពេលខ្លះកុំខឹងគេគួរតែអាណិតគេទៅល្អជាង តាមពិតនាងមនុស្សល្អដែរតាបកកាយយកចិត្តគេដែរតា មើលឃើញចំណុចល្អរបស់ខ្ញុំហ៎ខ្ញុំគ្រាន់តែឃើញលើដំបូងណាខ្ញុំដឹងបាត់ហើយថាលោកជាមនុស្សដែលមានបញ្ហាលាក់ទុកក្នុងចិត្តបានជាលោកធ្វើមុខបែបហ្នឹងហើយតើខ្ញុំនិយាយឥឡូវមិននិយាយរឿងនេះវិញលោករាប់អានខ្ញុំធ្វើពុកម៉ែខ្ញុំទៅខ្ញុំមកភូមិនេះហ่าខ្ញុំមិនសូវមានគ្នាទេដោយសារអីខ្ញុំចេញពីភូមិនេះតាំងយូរហើយតាំងខ្ញុំមិនទាន់រៀនចប់បឋមស្រួលបួរម៉េចហ៎ហើយមិនភ័យទេណារាប់អានខ្ញុំមិនប្រកាន់លោករឿងមុខលោកបន្តិចហ្នឹងទេ ណែមនុស្សមុខរិចដូចផ្កាហ្នឹងមុខមិនហ៎ អូតែមិនដឹងលោកចេះសើចដែរតា មនុស្សហ្នឹងថាមិនចេះសោចហ៎ អើយតាឥឡូវមានរឿងអីនិយាយក្នុងចិត្តប្រាប់ខ្ញុំអស់មក រឿងដែលលោកនិយាយប្រាប់ខ្ញុំមិញណាខ្ញុំយល់អស់ហើយចាំខ្ញុំជួយ មានដើមតនខ្ញុំដែរហ៎ មានណាំតណាឲ្យព្រោះថ្ងៃធ្វើការរត់តែលុយចាយខ្លួនឯងមិនទាន់នឹងគ្រប់ផងហ្នឹងអូយតែមិនភ័យទេតើឲ្យតែលោកបានជួបខ្ញុំមានបញ្ហាអីក៏ខ្ញុំជួយដោះស្រាយបានដែរដោយសារតែខ្ញុំជាមនុស្សបកែហើយលោកភ្លេចហើយមែនខ្ញុំគឺជា QC នៅក្នុងផ្សារកសិផលខ្មែររឿងអីក៏ខ្ញុំជួយបានដែរ អត់មែនអីខ្ញុំថានាងជំនាញមួយទៀតគឺជំនាញអួត អួតណាទេចេះថាគេមានជំនាញដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនគេសប្បាយចិត្តមើលតែលោកឥឡូវហ្នឹងទៅឃើញកំពុងសប្បាយចិត្តទេ មែនហើយពេលខ្ញុំនៅជាមួយនាងខ្ញុំភ្លេចអស់ទុកសោកទាំងអស់ហ្មងនាងគួរឲ្យស្រេចដែរតា ម៉នីយើងលឺតែឯងមកលេងយាយហ៎ហើយឥឡូវឯងមកមែនហើយឯងដូចខាមកនេះយូរដល់ហើយ មករ៉េខាងជិះឯងយកឯនេះដឹកដល់ហើយ យើងក៏នឹកឯងខ្លាំងដូចគ្នាដែរតាំងពីឯងរៀនចប់បឋមហើយរត់ទៅនៅពេញអស់លេងហើយយូរយើងមកលេងនេះម្ដងយើងកាន់តែនឹកឯងខ្លាំងឡើងហ្មង អូចានេះគឺជាបូរ៉ាមិត្តភក្តិរបស់ខ្ញុំតាំងពីបឋមគេនៅភូមិក្បែរនេះដែរតា អូខ្ញុំស្គាល់ហើយបងសាក់កូនបោអំផានណអូខ្ញុំច្រឡំកូនបោអំផាខ្ញុំស្គាល់បងតែបងប្រហែលមិនដែលស្គាល់ខ្ញុំទេព្រោះអីខ្ញុំរៀនគាត់បងមួយឆ្នាំហ៎សើបកាយដូចបងអញ្ចឹងមិនដែលមានតែគេមិនស្គាល់ទេ ហ្នឹងហើយព្រោះរសារបងមិនសូវចេះនិយាយចឹងហើយអត់សូវមានភ័ក្រគេទេ អញ្ចឹងឡើងម៉ូតូមកខ្ញុំទៅផ្ទះហ៎ តា អេ មក មកអង្គុយក្រោយមក កាត់អី ចុះមកអង្គុយក្រោយមក Bỏ cô ra mà đi, cho lên xem. បាទបង Cô sao? Má. Má mất phép cô mà lấy má. ចាចាំតិចគាត់មកទៅដល់ឡើយ គិតទៅរកអូទៅស្កានយ៉ាហ្មងជួបបូរ៉ាចំណេញហ្មង Ồ, má má. អូជំរាបសួរមីងបាទ អ
ខ្ញុំទឹកសិន កូន បុរាណអូនឯងនិយាយរឿងមុននឹងដែលអូនឯងប្រាប់បងអូនឯងជួយប្រាប់ម៉ាក់បងតិចណា បាទបង ពូនភាសាបុរាណនិយាយឲ្យអស់ហើយសង្ឃឹមតែម៉ាក់យល់ បាទមីងមុននឹងខ្ញុំបានប្រាប់បងសាក់ពីសេវាកម្ចីរបស់ធនាគារជីបម៉ងរួចហើយដូចបញ្ហារបស់បងសាក់ចឹងគាត់ខ្វះដើមទុនមួយចំនួនគឺធនាគារជីបម៉ងអាចជួយបានកម្ចីពីធនាគារជីបម៉ងគិតការប្រាក់ទាបសមរម្យមែនទែនសម្រាប់ឯកសារវិញតម្រូវការតិចតួចចាហើយផ្ដល់កម្ចីឲ្យលឿនទៀត អីដែលសំខាន់ធនាគារជីបម៉ងឥឡូវមានមន្ត្រីធនាគារចុះទៅដល់ទីតាំងរបស់អតិថិជនផ្ទាល់ហ្មងគ្រប់ខេត្តក្រុងអញ្ចឹងមីងផាយនិងបងសាក់បាច់បារម្ភទេណាហើយមួយវិញទៀតធនាគារជីបម៉ងគឺជាធនាគារខ្មែរដោយអីដែលបងសាក់មានបំណងចង់ធ្វើគឺបានជួយលើកកម្ពស់ទៅដល់វិស័យកសិកម្មខ្មែរយើងដែលស្របទៅនឹងគោលដៅរបស់ធនាគារជីបម៉ងកំពុងធ្វើដូចគ្នា មិនដែរម៉ាក់ស្ដាប់ហើយយល់ហើយ ល្អតាបើច្បាស់លាស់អញ្ចឹងម៉ាក់ទឹកចិត្តទេឲ្យតែគេធ្វើបែប បុរាណបងអរគុណអូនឯងណា បាទបងអត់អីទេណាចាខ្ញុំតាក់ទងខាងមន្ត្រីអន្តរជាតិធនាគារជីបម៉ងចង់មកជួបបងផ្ទាល់តែម្ដង ខ្ញុំមានអារម្មណ៍ថាទឹកដីកំណើតដ៏កក់ក្ដៅមួយនេះបានរងចាំខ្ញុំធ្វើឲ្យខ្ញុំមានឱកាសធ្វើការងារដែលខ្ញុំស្រឡាញ់ពិតមែនតាមពិតកន្លែងនេះបានចាំទទួលខ្ញុំយូរហើយគ្រាន់តែខ្ញុំជាអ្នកទុកគេចោលជាពិសេសអរគុណដល់ធនាគារជីបម៉ងដែលជាដៃគូដ៏កក់ក្ដៅសម្រាប់វិស័យកសិកម្មមួយនេះ សូម្បីតែនារីស្រស់ស្អាតម្នាក់នេះក៏ជា QC ជួយពិនិត្យមើលគុណភាពដំណើរឲ្យខ្ញុំដែរភាពជោគជ័យមួយនេះមាននាងរួមចំណែកដ៏ធំអ្វីៗនៅទីនេះក៏ជាត្រៀមរងចាំខ្ញុំជាអ្នកសម្រេចពិតមែនខ្ញុំជឿហើយពិតជាមានកន្លែងដ៏ស្រស់ស្អាតមួយដែលចាំយើងពិតមែន ផ្លឹកអីក៏ផ្លឹកម៉ែ មានណា មិនចេះតែថានេះការស្ថានរបស់លោកពិតជារីកចម្រើនលឿនមែនណា ពិតមែនតាលឿនឆាប់រហ័សមែនតែបើមិនបានបូរ៉ាណែនាំឲ្យស្គាល់ធនាគារជីបម៉ងទេខ្ញុំក៏មិនមានទុនបន្ថែមមកបើកការស្ថានលឿនចឹងដែរសូម្បីតែឯកសារក៏មិនចាំបាច់ត្រូវការអីច្រើនដែរបើនិយាយទៅធនាគារជីបម៉ងពិតជាមានឆន្ទៈជួយដល់វិស័យកសិកម្មខ្មែរយើងតែម្ដង មែនហើយសូម្បីខ្ញុំក៏គ្រប់គ្រងធនាគារជីបម៉ងដែរណាមួយទៀតធនាគារជីបម៉ងគឺជាធនាគារកូនខ្មែរហើយបើនិយាយពី app ធនាគារជីបម៉ងវិញណាស្រួលប្រើមែនតើនេះខ្ញុំប្រើរាល់ថ្ងៃ ចិត្តដូចគ្នាមែនខ្ញុំក៏ប្រើ app ធនាគារជីបម៉ងដែរ អូសាក់ខ្ញុំសួរមួយមើលពេលដែលតំណាំរបស់លោកនាំចូលយកទៅលក់នៅក្នុងផ្សារទំនើបលោកគិតថាវាខ្ចប់ហើយដាក់ឈ្មោះអីគេ ហ
ខ្ញុំគិតថាចង់ដាក់ឈ្មោះមនីព្រោះខ្ញុំស្រឡាញ់ឈ្មោះហ្នឹង ស្គាល់តំណាំខ្លួនឯងមកដាក់ឈ្មោះខ្ញុំចេះតែមានហ្មងលោកនេះ គឺដោយសារមានមនីជាអ្នកជួយខ្ញុំហ្នឹងណាបើគ្មានមនីទេខ្ញុំក៏គ្មានថ្ងៃហ្នឹងដែរ មែនខ្ញុំពិតជាសំខាន់សម្រាប់លោកអញ្ចឹងណាណោះមិនបញ្ចូលខ្ញុំណាអី និយាយពិតមែនតាសាក់មុខមិនរិចមិនចេះកុហកនិយាយត្រង់ជាមនុស្ស introvert តែបេះដូងស្មោះ និយាយស្អីអញ្ចឹងឯងតើខ្ញុំជឿក៏បានដែរឥឡូវគិតចេះវិញមើលបើសិនជាផលិតផលលោកដាក់ឈ្មោះថាសមនីបន្លែធម្មជាតិមិនដែរ ព្រោះដែរតាតាមពិតទៅខ្ញុំក៏ធ្លាប់គិតអញ្ចឹងដែរដាក់ឈ្មោះពួកយើងភ្ជាប់គ្នាគឺសមនីតែភ្ជាប់នៅមុខរោងការ និយាយស្អីអញ្ចឹងឯងមនុស្សលោកនេះជាមនុស្ស introvert ឯងប៉ុន្តែស្ដីផ្អែមដល់ហើយ ណែខ្ញុំនិយាយមែនតាបើឈ្មោះពួកយើងទាំងពីរនៅមុខរោងការហើយក្រាលជាមួយនឹងផ្កាស្រស់ចម្រុះពណ៌មិនដឹងជាសមយ៉ាងណាទេណា បើលោកចង់ដឹងថាសមឬក៏មិនសមសាកសិនណាសាកទៅដឹងថាសមដូចលោកនិយាយមែនអត់ បើអញ្ចឹងតលតែមានផ្លែឈើ36មុខទៀតហើយអូត្រូវតែមានភ្លេងការបន្ថែមទៀតឥឡូវចេះហើយជួយរកលក្ខខណ្ឌទៀតមក តាំងណាគិតទៅខ្លួនឯង ផ្កាស្អាតអត់ ស្អាតនេះលោកមើលហ៎ស្អាតអត់ ស្អាតមែនតាស្អាតដូចមនីចឹង ហ្វាយលើហើយអូសាក់ខ្ញុំសួរមួយមើលលោកគិតថាលោកចង់ពង្រីកកសិដ្ឋានរបស់លោកឲ្យរីកចម្រើនជាងនឹងដែរអត់ ខ្ញុំមានកម្រងដែរតាខ្ញុំចង់បង្កើតកសិដ្ឋានថ្មីមួយហើយដាក់ឈ្មោះកូនរបស់ពួកយើង ប្រកកំហុចលេបខាយ កម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមធនាគារជីបម៉ុងផ្ដល់នូវអត្រាការប្រាក់ទាបសមរម្យហើយឯកសារមិនចាំបាច់រៀបចំសុខផ្នែកច្រើននោះទេហើយស្នើកម្ចីបានលើកទៀតផង ជាពិសេសធនាគារជីបម៉ុងមានមន្ត្រីអន្តរជាតិដើម្បីចុះទៅជួបផ្ទាល់ដល់ទីតាំងតែម្ដងដើម្បីសិក្សាអំពីគម្រោងនិងផែនការប្រើប្រាស់ទុនបន្ថែមរបស់អាជីវកម្មរបស់យើងនិយាយរួមទៅឲ្យតែយើងមានគម្រោងផែនការអាជីវកម្មច្បាស់លាស់ធនាគារជីបម៉ុងនឹងតែគ្រប់គ្រងហ្មង បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវការជាមួយនឹងកម្ចីដែលមានអត្រាការប្រាក់ទាបសមរម្យនិងស្នើបានលឿនកម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមធនាគារជីបម៉ុងគឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក